ជាសួរបងប្អូនទាំងអស់គ្នាសុខសប្បាយចាថ្ងៃនេះដើរទៅផ្សារឃើញសសក់គេដូចដាំខ្លួនឯងចឹងលពាក់លប៉ក់ទូចធំចាទិញបាន2គីឡូយកមកជ្រក់ចាចំពោះសសក់ហ្នឹងខ្ញុំធ្វើរួចរាល់ហើយគេរូបមន្តហ្នឹងក៏ខ្ញុំធ្លាប់បង្ហាញនៅក្នុង YouTube របស់នាងខ្ញុំដែរស្រីទូច Lim Cooking ចាចំពោះរង្វាល់ហ្នឹងគឺទឹក2លីត្រចាហើយទឹកខ្មេះកន្លះកែវរង្វាល់ហ្នឹងណាហើយអំបិល2ស្លាបព្រាហើយនឹងស្ករ1ល្ភាបើបងប្អូនចង់បានផ្អែមតិចដាក់2ល្ភាក៏បានដែរចាតាមចំណង់ចំណូលចិត្តណាហើយបើចង់ដាក់ម្ទេសទៀតក៏បានដែរសំខាន់ហ្នឹងគឺយើងចាក់ដើម្បីឲ្យទឹកថ្លាអញ្ចឹងយើងត្រូវចាក់ពុះភ្លាមគឺចាក់ចូលក្នុងកែវភ្លាមបងប្អូនកុំខ្លាចថាវាឆ្អិនឬក៏ស្អីចាមិនធំតែបានពណ៌ស្អាតហើយស្រួយឆ្ងាញ់ទៀតចាតែមកយប់ហ្នឹងដូចចាប់ផ្ដើមជូរតិចហើយបើបងប្អូនណាអត់ចូលចិត្តជូរអាចញ៉ាំបានទុកមួយយប់បើយើងចង់ជូរឬក៏ជូរជ្រះ2យប់ឬក៏3យប់បងប្អូនបន្ទាប់ពីជូរហើយយើងទុកបានដើម្បីឲ្យសសក់យើងឲ្យស្រួយកាន់តែឆ្ងាញ់ថែមពីលើនឹងទៀតយើងដួសទៅដាក់ក្នុងកន្ទោដូចខ្ញុំចឹងដាក់ក្នុងកែវក៏បានដែរបើមានកន្លែងដាក់ក្នុងទូទឹកកកគឺទុកបានមួយអាទិត្យពីរអាទិត្យអីចានៅស្រួយឆ្ងាញ់ដដែលចាអត់មានបញ្ហាទេហើយខ្ញុំជ្រក់ម្ដងនេះសសក់ខ្ញុំ2គីឡូចាដោយសារខ្ញុំចូលចិត្តចាសសក់អាចញ៉ាំរាល់ថ្ងៃក៏បានដែរឃើញបងប្អូនទឹកឡើងថ្លាមែនតើយើងដាក់ក្នុងcontainer ហ្នឹងហើយ take away container ហ្នឹងហើយយើងចាក់វាឲ្យដូចថាឲ្យជ្រាបនឹងសសក់ហ្នឹងទៅណាចាដូចខ្ញុំធ្វើអញ្ចឹងឃើញបងប្អូនទឹកថ្លាមែនតើចាអត់មានពណ៌យ៉ាងល្អអីទេគឺសសក់យើងក៏ពណ៌ស្អាតដែរចាដល់ពេលយើងចាក់ពេញព្រាបអញ្ចឹងហើយឥឡូវនេះមកមើលពណ៌សសក់របស់យើងម្ដងបងប្អូនចាឃើញទេសសក់ឡើងមើលទៅគួរឲ្យចង់ញ៉ាំហ្មងណាលឿងស្រស់ចារួចហើយបងប្អូនគ្រាន់តែគ្របអញ្ចឹងទៅចាអាចដាក់ទូទឹកកកបានអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដាន